តាមសំណេររបស់លោកគ្រូបឺតខំបើនិយាយទៅខំនេះក្រៀក6សប្តាហ៍ទៅមានឈ្មោះប្រកួតទេខ្ញុំឆ្ងល់ដែរគាត់លំដាប់ខំនេះក្រៀកហើយគីឡូទីផ្សារទៀតបើជាអត់មានទីផ្សារប្រកួតចូលលំដាប់ផ្សេងទៀតនេះដឹងមិនទៅសម្រាប់ខំនេះក្រៀកខ្ញុំឃើញថាប្រកួតប៉ះបេនតូងកាលហ្នឹងគាត់រៀងខ្សោយកម្លាំងមែនតែគាត់លំដាប់ខំនេះក្រៀកមិនមែនជាកីឡាករដែលធម្មតាទេបងប្អូនបើនិយាយទៅខ្ញុំគិតថាខំនេះក្រៀកបើតាមសមត្ថភាពរបស់គាត់រឿងទីផ្សារខ្ញុំគិតថាมันអត់ទេខ្ញុំខ្លាចថាពេលខ្លះគាត់វាយប្រចាំក្លឹបប៉ុស្ណាគឺគាត់វាយទៅប៉ុស្ហ្នឹងអញ្ចឹងដល់ពេលប៉ុស្ហ្នឹងអត់ត្រូវការធ្លាក់ credit គាត់បាយជាអត់មានទីផ្សារវាយអាហ្នឹងក៏ជាបញ្ហាមួយដែរនេះយើងអត់ដឹងណាបើនិយាយទៅខំនេះ credit បន្ទាប់ពីប៉ះបេនតូហើយដូចជាប៉ះកីឡាករអ៊ីរ៉ង់មកប្រកួតគាត់ធ្វើបានល្អបដូរកីឡាករអ៊ីរ៉ង់ឲ្យស្លាប់បើលំដាប់ខំនេះ credit នេះអត់ទីផ្សារមិនដឹងលំដាប់ណាមានទីផ្សារទៀតបងប្អូនលំដាប់ខំនេះ credit ខ្ញុំនិយាយត្រង់មកមិនចេះខ្វះទេកីឡាករអ៊ីរ៉ង់ដែលឲ្យខំនេះ credit វាយអត់ចេះខ្វះទេតែដល់អត់ទីផ្សារអញ្ចឹងខ្ញុំឆ្ងល់ដែរហើយលំដាប់ខំនេះក្រៀតនេះយើងនិយាយថាជាធនធានគុណខ្មែររបស់យើងហើយជាធនធានដែលកម្រទៀតព្រោះគីឡូខំនេះក្រៀតនេះគឺជាគីឡូដែលអត់សូវមានកីឡាករគុណខ្មែរយើងមានទេវាជាប្រភេទគីឡូធ្ងន់ណាហើយជាពិសេសគីឡូនេះគឺជាគីឡូដែលកីឡាករបរទេសសម្បូរណាស់ខ្វះអីកីឡាករអ៊ីរ៉ង់ល្មមមកគ្នាលេងតែគាត់ថាយើងកុំលើកគ្នាពេកលើកល្មមបានហើយតែយើងលើកខ្ពស់ពេកធ្លាក់មកវាឈឺហើយសម្រាប់ខំនេះក្រៀតខ្ញុំគិតថាសមត្ថភាពគាត់ណាបើនិយាយពីទីផ្សារអត់ចេះខ្វះទេខ្ញុំខ្លាចតែគេបិទគាត់ទេហើយខ្លាចតែពីមុនមកគាត់វាយប្រចាំប៉ុស្នេះប្រចាំប៉ុស្នោះអញ្ចឹងទៅប៉ុស្ផ្សេងគាត់ហ៊ានទទួលអញ្ចឹងបានឲ្យធ្វើប៉ុស្ផ្សេងអត់ហ៊ានហៅគាត់ទៅវាយអាហ្នឹងអ្វីខ្ញុំគិតទេណាតែគាត់ថាបើរឿង credit ខំនេះក្រៀកតាំងពីចាញ់បេនតូមកឲ្យធ្លាក់មិនទៅធ្លាក់អីទេបងប្អូនយើងសេរីក្រោយទៅវាយសេរីចាស់ចាញ់ក៏គ្មានអីអាម៉ាស់ដែរសម្រាប់លំដាប់ខំនេះក្រៀកនេះខ្ញុំនិយាយត្រង់ជាកីឡាករដែលជាធនធានគុណខ្មែររបស់យើងហើយបើនិយាយពីទីផ្សារវិញខ្ញុំសង្ឃថាមិនចេះខ្វះទេបើសម្រាប់ខ្ញុំអ្វីខ្ញុំគិតណាតែខ្ញុំឆ្ងល់ហេតុអីគាត់មានទីផ្សារលំដាប់ខំនេះក្រៀកប៉ុណ្្នឹងហើយជាកីឡាករដែលគីឡូធ្ងន់ដែលកីឡាករគុណខ្មែរយើងអត់សូវមានណាបើនិយាយទៅកីឡាករអ៊ីរ៉ង់គីឡូខាំនេះក្រៀកខ្វះអីដាក់គ្នាល្មមមានទីផ្សារវាយលេងមកកុំឲ្យគ្នាបាត់មុខពីគុណខ្មែរយូរពេកព្រោះជាកីឡាករខ្ញុំគិតថាជាកីឡាករគីឡូធ្ងន់ដែលស័ក្តិសមនឹងទទួលកីឡាករបរទេសហើយជាកីឡាករដែលគីឡូទីផ្សារហើយអញ្ចឹងហើយជួយរកទីផ្សារឲ្យគ្នាវាយkhôngឲ្យគ្នាស្ងាត់ពេកបងសម្រាប់ខាំនេះក្រៀកឲ្យលោកគ្រូអញ្ចឹងហើយកុំលើកសិស្សពេកមួយមកតែយើងលើកពេកធ្លាក់មកបាក់ credit សិស្សវាអាចនឹងអត់ទីផ្សារដែរអញ្ចឹងហើយបងប្អូនជួយមើលខំនេះក្រៀកផងខំនេះក្រៀកនេះខ្ញុំនិយាយថាលំដាប់ស្រុកខ្មែរគីឡូធ្ងន់ហើយអញ្ចឹងហើយបើអត់ទីផ្សារវារៀងចម្លែកបន្តិចដែរសម្រាប់ខ្ញុំខ្ញុំគិតថានឹងតែមានរឿងអីមួយនៅក្នុងតែយើងអត់ដឹងតែបើសម្រាប់ខ្ញុំលំដាប់ខំនេះក្រៀកនេះបើរឿងទីផ្សារអត់ចេះខ្វះទេអញ្ចឹងជួយមើលគ្នាផងអរគុណច្រើនព្រោះជាយើងនិយាយថាធនធានហើយសម្រាប់ខំនេះក្រៀកឲ្យគីឡូធ្ងន់ទៀតជាគីឡូនៅទីផ្សារគីឡូករបរទេសគឺសម្បូរណាស់អញ្ចឹងហើយមកមុំដាក់រងគ្នាវាយមកតែប៉ុណ្្នឹងខ្ញុំបងអរគុណច្រើន